ស្វាគមន៍មកកាន់ខេត្តសៀមរាបតោះមកដល់លេងជាមួយខ្ញុំណាថាក្នុងថ្ងៃហ្នឹងខ្ញុំទៅលេងឬក៏ធ្វើអីខ្លះអ្នកទាំងអស់គ្នាថាមកលេងសួនរុក្ខជាតិអង្គរនៅបើនៅតោះមកស្គាល់ទាំងអស់គ្នាណាតែបើធ្លាប់មកហើយមកម្ដងទៀតមកព្រោះអីការចូលលេងសួនហ្នឹងអត់គិតលុយទេទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិសួនរុក្ខជាតិអង្គរជារមណីយដ្ឋានកែច្នៃមួយក្នុងខេត្តសៀមរាបដែលមានរុក្ខជាតិជាង 5000 ប្រភេទនិងសត្វមួយចំនួននៅក្នុងផ្ទៃដីជាង 15 ហិកតានៅក្នុងសួនហ្នឹងមានផ្កាស្មៅឈើហូបផ្លែនិងបន្លែចម្រុះពូជជាច្រើនត្រូវបានដាំជា 5 ផ្នែកផ្សេងៗគ្នាហើយទី1ជាសួនគ្រឿងទេសនិងសួនឱសថផ្នែកទី2ជាសួនផ្កាស្មៅនិងផ្កាចម្រុះផ្នែកទី3ជាសួនអម្បូរត្នោតផ្នែកទី4សួនលំនៅឋានខ្មែរផ្នែកទី5ជាសួនព្រៃឈើនិងសត្វព្រៃអង្គរពួកខ្ញុំមកលេងសួនហ្នឹងឲ្យបានសពទេព្រោះមករៀងថ្ងៃបន្តិចហើយតែពិតជាប្លែកភ្នែកនិងស្រស់ស្រាយណាស់អ្នកនរគ្នាអើយបិទដៃបើយើងទៅបាក់ outfit ហ៎អូខេណៃតោះ1 2 3 1 2 3អីកាត់តបានកាត់តបានពីចិត្តឯងដើរដល់ឯងរូបព្រះសិនក៏បានដែរចាំបកអូខេបោក10ជាងហ្នឹងកំពុងតែពេញក្តៅហើយតែក្នុងសួនណាមានកន្លែងមកលុបតិចឲ្យយើងចរកកិច្ចពីក្តៅថ្ងៃបានហើយសំខាន់ខ្ញុំអត់ភ្លេចទេលាបលេខកាយពីក្តៅថ្ងៃហើយលេខកាយពីក្តៅថ្ងៃទាំង3នេះជាមិត្តសម្លាញ់របស់ខ្ញុំដែលមិនខ្វះបានផន UV Miracle Protective Pair Bright វាមានសាច់ស្រាលលាបហើយឆាប់ចូលមកអស់អត់ប្រសើរម្សៅសអត់មានអាល់កុលហើយការពារការរស្មី UVA និង B បានល្អ Vaseline UV Brightening វាផ្ដល់សំណើមធ្វើឲ្យស្បែកភ្លឺថ្លាលាបហើយចូលស្បែកអស់អត់ស្អិតទេ Vaseline Daily Sun Refreshing ដែលមាន SPF 50 PA 4 ដែលអាចការពារការរស្មី UVA UVB បានល្អលេបហើយចូលស្បែកលឿនអត់ស្អិតហើយថែមទាំងផ្ដល់សំណើមឲ្យទៅស្បែកទន់រលោងល្អអញ្ចឹងបានថាណារុក្ខជាតិធម្មជាតិតូចធំទាំងអស់ដើរតួយ៉ាងសំខាន់ចំពោះជីវិតយើងទាំងអស់គ្នាក្នុងភពផែនដីនេះបើយើងចេះថែរក្សារុក្ខជាតិធម្មជាតិទាំងតូចធំទាំងអស់នោះពួកគេក៏ថែរក្សាពួកយើងវិញដែរហើយពួកយើងក៏អាចចូលរួមចំណែកថែរក្សាសួនរុក្ខជាតិអង្គរដោយការមកលេងឲ្យបានញឹកញាប់ជួយគ្រប់គ្រងទិញផលិតផលដែលដាក់លក់និងចូលញ៉ាំអាហារភេសជ្ជៈនៅភោជនីយដ្ឋានក្នុងសួននេះក៏បានដែរបើខ្ញុំមកលេងខេត្តសៀមរាបលើកក្រោយខ្ញុំជិះមកលេងសួនរុក្ខជាតិអង្គរនេះយ៉ាងហោចណាស់បានម្ដងដែរដើម្បីមកស្រូបយកខ្យល់អាកាសនិងរំសាយអារម្មណ៍នៅក្នុងសួននេះផងស្អាតណាស់តាវាស្អាតណាស់ផ្លែវាក៏ញ៉ាំកើតអាចជាអាពណ៌លឿងផ្លែញ៉ាំកើតទេអាពណ៌លឿងមួយយ៉ាងនេះតាឈ្មោះមួយយ៉ាងស្អាតចេញពីសួនរុក្ខជាតិអង្គរនេះហើយពួកយើងក៏មកថតរូបលេងផ្នែកមួយនៃគូទឹកជុំវិញប្រាសាទអង្គរមកនេះក៏សោះស្រាយមិនធម្មតាដែរយ៉ាសាច់ជាតិស្អាតប៉ុណ្ណឹងស្អាតយ៉ាណៃនិយាយវាថាបានតែងខ្លួនស្អាតគឺតំណាអត់ឆ្ងាយពីកាមេរ៉ាទេចាហើយបានផ្លិត transgender ស្អាតចឹងទៀតគឺក៏លោឲ្យបក់ដល់ថ្ងៃអវសានហ្មងចាតែរៀងទៅតែរៀងមកបក់មួយទៅមើលកន្លោះបក់ទៀតអត់ឈប់ហ្មងឆ្ងល់អត់ចេះហត់សោះហ្មងឯចាមិនផងបក់រហូតដល់តែគេឲ្យធ្វើ model មែននោះចាបើមិនយល់ថាកំពុងតែធ្វើអីហើយហ្នឹងហើយសម្រាប់ទៅហើយក៏ធ្វើដំណើរទៅមុខទៀតទៅនៅចាហើយពួកយើងក៏មកដល់ខ្លាំងទ្វារប្រាសាទបាយ័នសម្រាប់ធម្មជាតិនេះក៏មិនណយដែរថ្ងៃជ្រៃរៀងខ្លាំងតិចពួកយើងក៏មកហូបបាយប៉េរីសៀលប្រហែលម៉ោង1 7 ម៉ោង 2ហ្នឹងនៅភពជនីយដ្ឋានបុកមន់សៀមរាបសម័យអត់តន់ចេញបើថាឲ្យជួបថា 100% ថាហ្នឹងមកបន្ទាប់ពីយើងសម្រាប់រៀងគ្រូយន់ច្រឡំបន្ទាប់ពីយើងសម្រាប់រៀងក្រនយូរបន្តិចដែរយើងក៏រៀបចំខ្លួនដាក់លេងពេលយប់អ្នកនរគ្នាអាចមានឱកាសបានលេងកាលពីក្តៅថ្ងៃទាំងនេះដោយគ្រាន់តែបំពេញព័ត៌មានមួយចំនួនតាមចំនួននេះមកហើយចុះបញ្ជូនទៅសំណាងល្អហើយជួបគ្នាវីដេអូក្រោយណាបាយបាយ